ថ្ងៃនេះទំនេរក៏មកកាត់វីដេអូនៃទំនិញដែលបានទិញឲ្យកាលពីមុនបន្ទាប់ពីចូលឆ្នាំចិនហើយប្រហែលតែគ្នាតែវ៉ាន់នេះខ្ញុំទិញពីមុនចូលឆ្នាំចិនតែឥឡូវយើងកន្លែងមកមើលទំហំសិនគឺ42គុណនឹង205និង415មីលីម៉ែត្រអញ្ចឹងទម្ងន់របស់វាគឺ 3.2 គីឡូប្រហែលតែគ្នាបើសិនជាយើងអត់ប្រើ K15 ទេគឺអស់តម្លៃរៀងគួរសមដែរបូកពីលើវ៉ាន់គឺ4-5រៀលទៀតគឺរៀងច្រើនគួរសមអានេះដោយសារខ្ញុំប្រើ K15 នេះគឺដឹកអត់គិតលុយប្រហែលតែគ្នាសម្រាប់ទំនិញនេះដែរគឺយូរប្រហែលតែគ្នាគឺខ្ញុំទិញតាំងពីថ្ងៃទី1ខែ2បន្ទាប់ពីចូលឆ្នាំចិនហើយបានខ្ញុំបាននៅវ៉ាន់ចំ20ថ្ងៃជាងតែនេះគឺសម្រាប់យូរតែដោយសារគេឈប់សម្រាប់ចូលឆ្នាំចិនណាវីដេអូនេះគឺខ្ញុំបានធ្វើការបើកប្រអប់ប្រហែលតែគ្នាខ្ញុំទៅការវះដើម្បីមើលនៅខាងក្នុងនេះគឺមានតង្ហាលប្រហែលតែគ្នាគឺ brand របស់គេគឺឆាងហុងក្រុមហ៊ុនល្បីដែរនៅប្រទេសចិនណាប្រហែលតែគ្នាតែសម្រាប់តង្ហាមួយនេះដែរគឺយើងអាចបញ្ជាតាមរយៈ Tele បានប្រហែលតែគ្នាខ្ញុំទិញដើម្បីធ្វើការឲ្យដាក់ឲ្យពុកម៉ែនៅផ្ទះនៅស្រុកអញ្ចឹងប្រហែលតែគ្នាហើយសម្រាប់ទំនិញមួយនេះគឺមានសភាពល្អប្រហែលតែគ្នាគឺអាចទទួលយកបានសម្រាប់តម្លៃក៏អត់មានថ្លៃអីដែរប្រហែលតែគ្នាហើយសម្រាប់ពុកម៉ែបងប្អូនគ្នាដែលអត់តន់ចេះប្រពេញឬក៏អត់តន់ចេះទិញទំនិញតាមរយៈ Pinodor តាមរយៈ K15 ដែលអាស្រ័យដ្ឋាននៅខ្មែរផ្ទាល់អាចចូលមើលនៅក្នុង channel របស់ខ្ញុំបានណាពុកម៉ែបងប្អូនគ្នាគឺនៅក្នុង channel របស់ខ្ញុំគឺមានបង្ហាញអំពីការដាក់អាស្រ័យដ្ឋាននិងការទិញទំនិញអញ្ចឹងប្រហែលតែគ្នាក្នុងការទិញនៅក្នុង Pinodor ហ្នឹងហើយនេះគឺជាស្លាបចាក់វ៉ាកង្ហាដែលខ្ញុំបានទិញហ្នឹងប្រហែលតែគ្នាអញ្ចឹងគឺមានសភាពអាចទទួលយកបានសម្រាប់តង្ហាមួយនេះដូចខ្ញុំនិយាយច្រើនសារអញ្ចឹងហើយនេះគឺជាផ្នែកតួរបស់កង្ហាគឺមានសភាពល្អសមរម្យសមស្របទៅនឹងតម្លៃដែលយើងអាចប្រើប្រាស់បានណាប្រហែលតែគ្នាម៉ាករបស់គេគឺឆាងហុងខ្ញុំឃើញនៅក្នុង Pinodor គឺលក់បានច្រើនមែនតើណាប្រហែលតែគ្នាសម្រាប់កង្ហាម៉ាកឆាងហុងនេះហើយក៏ជាក្រុមហ៊ុនធំមួយដែរនៅប្រទេសចិនប្រហែលតែគ្នាហើយទំនិញនេះគឺយើងមើលមកគឺមានស្អាតមែនតើហើយបន្តមកទៀតគឺអានោះគឺជើងរបស់កង្ហាដែលជាប់នឹងអញ្ចឹងហើយគេដាក់មាន Tele មានសភៅណែនាំជាមួយនឹងតួវាសដែលយើងអាចmuaបានណាប្រហែលតែគ្នាឥឡូវខ្ញុំធ្វើការរៀបចំដាក់ចូលទៅវិញប្រហែលតែគ្នាហើយខ្ញុំធ្វើការទាញជាវាយកមកដាក់វិញមកប្រហែលតែគ្នាដោយខ្ញុំត្រូវដឹកយកទៅស្រុកឲ្យសម្រាប់ដាក់ឲ្យពុកម៉ែនៅស្រុកអញ្ចឹងប្រហែលតែគ្នា